សូមជូនរឿងសួស្តីនិងអពមង្គលនាសម័យថ្ងៃមួយសិរីសួស្តីនិងអពមង្គលជួបនិយាយគ្នាអពមង្គលសួរទៅសិរីសួស្តីថាលោកមានឫទ្ធិអំណាចដូចម្តេចខ្លះសិរីសួស្តីប្រាប់ទៅអពមង្គលថាឫទ្ធិអំណាចអញជាសិរីសួស្តីនេះខ្លាំងពូកែណាស់សូម្បីតែមនុស្សខ្ញុំគេទោះគេស្អប់គេមិនមេត្តាតែអញទៅសន្ធិដ្ឋកាលណានឹងបណ្ដាលឲ្យគេស្រឡាញ់ទំនុកបំរុងដល់រាប់ដល់បានរាជសម្បត្តិឯសិរីសួស្តីសួរទៅអពមង្គលវិញថាឫទ្ធិអំណាចដូចម្តេចខ្លះអពមង្គលឆ្លើយថាឫទ្ធិអំណាចខ្ញុំនេះបើខ្ញុំទៅសន្ធិដ្ឋនៅនឹងឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយសំបីតែបានរាជសម្បត្តិហើយក៏គង់ធ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបានអពមង្គលចង់ដឹងឫទ្ធិសិរីសួស្តីក៏ប្រាប់ថាខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះអាតុលសពថ្ងៃនេះសេដ្ឋីប្រើឲ្យខ្វៀលគោក្របីសេដ្ឋីខឹងនឹងអាតុលជេរវីតែសពថ្ងៃថាពុំមើលថែរក្សាគោក្របីឲ្យស្គមអស់ខ្ញុំចង់ឲ្យលោកសិរីសួស្តីទៅសន្ធិដ្ឋនៅលើរូបអាតុលខ្ញុំសិទ្ធិនោះបើវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានឫទ្ធិខ្លាំងពូកែប្រកបមែនសិរីសួស្តីប្រាប់អពមង្គលវិញថាឯងចាំមកគុណមើលចុះថ្ងៃស្អែកនេះអញចូលទៅសន្ធិដ្ឋនៅលើរូបអាតុលខ្ញុំសិទ្ធិហើយតែកាលណាអញចូលទៅនៅហើយមិនយូរប៉ុន្មានមុខជាអាតុលខ្ញុំសិទ្ធិនោះបានសោយរាជសម្បត្តិមិនខានឡើយលុះព្រឹកឡើងពេលអាតុលបញ្ចេញគោក្របីពីក្រោលយកទៅខ្វៀលសិរីសួស្តីចូលទៅសន្ធិដ្ឋនៅលើរូបអាតុលក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុនដល់ពេលល្ងាចអាតុលគៀងគោក្របីត្រឡប់មកបញ្ចូលក្រោលឯផ្ទះវិញសេដ្ឋីទាំងប្តីប្រពន្ធឈរមើលគោក្របីឃើញអាតុលរាំងទ្វារក្រោលគោក្របីខ្ជាប់ហើយទើបឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅវាយនៅត្រង់កន្លែងខ្លួនដូចសពដងកាលសេដ្ឋីទាំងប្តីប្រពន្ធឃើញអាតុលហើយក៏នឹកក្នុងចិត្តអាណិតថាអោអាតុលអើយទៅខ្វៀលគោក្របីអត់បាយក្រហាយទឹកទល់ល្ងាចទើបបានបាយបរិភោគម្លេះសំវាឃ្លានយ៉ាងណាទៅគិតហើយក៏ដាស់តឿនខ្ញុំកុំដស្រីឲ្យដួសបាយស៊ីរាល់គ្នាខ្ញុំស្រីក៏ដួសភោជនីយអាហារណាដែលមានឲ្យជារសយកទៅដាក់ជូនសេដ្ឋីហើយប្រជុំគ្នាបរិភោគសេដ្ឋីប្តីប្រពន្ធហៅអាតុលឲ្យមកចិត្តចាប់ម្ហូបដែលមានឲ្យជារសឲ្យបរិភោគរួចសេដ្ឋីប្តីប្រពន្ធគុណមើលកិរិយារឹករូបអាតុលនោះក៏ឃើញថាសមរម្យឥតខ្ចោះរកទាស់ចិត្តត្រង់ណាគ្មានមហាជនទាំងស្រីប្រុសឲ្យតែឃើញរូបអាតុលនោះកាលណាក៏មានចិត្តស្នេហាមេត្តាពុនប្រមាណឯសេដ្ឋីប្តីប្រពន្ធជាចៅវាយអាតុលនោះនិយាយគិតគ្នាថាសប្តាហ៍ថ្ងៃនេះយើងឥតកូនទ្រព្យសម្បត្តិក៏មានច្រើនអំណះតទៅបើឥតពីយើងទ្រព្យសម្បត្តិនឹងអន្តរាយអាសាឥតការគួរលើកអាតុលឡើងដំកើងធ្វើជាកូនកុំឲ្យវាខ្វៀលគោក្របីទៀតត្បិតអាតុលនេះសាច់ឈាមរឹកពីល្អណាស់សមរម្យគួរជាកូនយើងបានដល់ពេលល្ងាចអាតុលត្រឡប់មកពីខ្វៀលគោក្របីវិញសេដ្ឋីទាំងប្តីប្រពន្ធឃើញអាតុលរឹតតែស្នេហាមេត្តាពុនពេកក៏ហៅឲ្យបរិភោគបាយជាមួយមិនឃ្លាតឆ្ងាយពីខ្លួនឈប់ឲ្យខ្វៀលគោក្របីចាប់តាំងពីថ្ងៃនោះតទៅសេដ្ឋីទាំងប្តីប្រពន្ធយកសម្លៀកបំពាក់គ្រឿងមាសប្រាក់មកតុបតែងឲ្យអាតុលហើយប្រាប់ថាពីថ្ងៃនេះតទៅអញទុកឯងជាកូនអំណះពីអញទៅទ្រព្យសម្បត្តិអញទាំងប៉ុន្មាននៅលើដៃកូនឯងទាំងអស់
អាតុលក៏រីករាយសប្បាយជាទីបំផុតដោយអំណាចសិរីសួស្តីសន្ធិដ្ឋលើខ្លួនលុះអាតុលចម្រើនអាយុពេញរូបរាងឡើងក៏រឹតតែល្អរកបរោះឯណានៅព្រឹបផ្ទឹមពុំស្មើបានរាល់ព្រឹកល្ងាចសេដ្ឋីតែងចូលគាល់ព្រះមហាក្សត្រពុំដែលលុះខានក៏នាំយកអាតុលជាគុណទៅគាល់ផងព្រះរាជាទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាព្រះនៅឆ្ងល់ព្រះរាជបុត្រីក៏ដិតដោយក្រោយព្រះអង្គមកកាលមហាសេដ្ឋីនាំកូនចូលក្រាបបង្គំគាល់ព្រះមហាក្សត្រទ្រង់ឈ្មៀងព្រះនេតឃើញសេដ្ឋីនិងកូនអង្គុយគាល់ទន្ទឹមគ្នាទ្រង់ត្រាស់សួរថាកូនសេដ្ឋីឬសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សរសើរថាកូនសេដ្ឋីមានរូបមានរឹកល្អណាស់ព្រះរាជបុត្រីក៏នឹកក្នុងព្រះទ័យថាកូនសេដ្ឋីនោះមានលំអនឹងរកបរោះណាផ្ទឹមពុំបានធ្វើម្ដេចនឹងបានជាស្វាមីអញដល់ពេលគួរស្ដេចនិងព្រះរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញសេដ្ឋីក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះដល់ផ្ទះកូននិយាយនឹងសេដ្ឋីថាសូមលោកឪលោកម៉ែមេត្តាកូនទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំត្បិតកាលខ្ញុំចូលទៅគាល់ជាមួយលោកឪពុកនោះខ្ញុំបាទឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់បើមិនដណ្ដឹងឲ្យខ្ញុំទេខ្ញុំមុខជាស្លាប់មិនខានដោយស្នេហាកូនពេកសេដ្ឋីប្តីប្រពន្ធក៏ប្រថុយខ្លួនរៀបតុមាសប្រាក់ដាក់គ្រឿងបណ្ណាការជាដងវាយសុទ្ធតែពេជ្រនិងមាសពោពាសច្រើនលើតុលុះព្រឹកឡើងនាំដងវាយនោះទៅរៀបចំក្នុងទីព្រះរាជរោងព្រះមហាក្សត្រស្ដេចចេញមកឲ្យនាម៉ឺនធំតូចគាល់សេដ្ឋីទាំងប្តីប្រពន្ធក៏គាល់នៅចិត្តគ្រឿងបណ្ណាការដងវាយនោះស្ដេចត្រាស់សួរថាសេដ្ឋីដងវាយនេះប្លែកណាស់តើមានការអីសេដ្ឋីប្តីប្រពន្ធក្រាបបង្គំទូលថាសូមព្រះរាជដេចតម្កល់លើត្បូងសូមទ្រង់ជ្រាបក្រំល្អងធូលីព្រះបាទសូមទ្រង់ប្រោសព្រះរាជទានព្រះរាជបុត្រីសមនឹងកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់ជ្រាបទ្រង់ព្រះរាជអនុញ្ញាតទ្រង់ចាត់មុខក្រសួងឲ្យរៀបចំព្រះរាជពិធីសមសហោរាថ្វាយរឹកទ្រង់ផ្សំព្រះរាជបុត្រីនិងកូនសេដ្ឋីហើយផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រងផងលុះបានរាជសម្បត្តិហើយស្ដេចតុលនិងព្រះនាងមហេសីក៏បានប្រកបសេចក្តីសុខឥតទុក្ខាមហាប្រសើររៀងទៅនិយាយពីរឿងអពមង្គលវិញកាលជួបនឹងសិរីសួស្តីក៏ថាលោកសិរីសួស្តីខ្ញុំជឿហើយឃើញថាលោកមានឫទ្ធិជួយស្ដេចតុលឲ្យបានរាជសម្បត្តិមែនដូច្នេះលោកចាំមើលឫទ្ធិខ្ញុំវិញម្ដងសូមលោកលែងសន្ធិដ្ឋនៅលើរូបស្ដេចតុលទៅសិរីសួស្តីក៏ថយចេញពីរូបស្ដេចតុលអពមង្គលក៏ចូលទៅសន្ធិដ្ឋលើរូបស្ដេចតុលម្ដងឯស្ដេចតុលចេះតែមួម៉ៅក្តៅក្រហាយព្រះនាងមហេសីស្រីបរិវារក៏ពុំសូវចិត្តទុកដាក់គោរពប្រណិប័តបណ្ដាលចិត្តឲ្យតែខឹងស្អប់ស្ដេចតុលអស់លោកចតុស្ដំទាំងប៉ុន្មានក៏ពុំសូវចូលចិត្តគិតចង់ឲ្យតែព្រះវររាជបិតាក្មេកយករាជសម្បត្តិទៅវិញចំណែកស្ដេចតុលចេះតែក្តៅក្រហាយអន្ទះអន្ទែងចង់ទៅក្រសាលទីទំនាបមាត់បឹងក្រៃពេកក៏នាំព្រះមហេសីស្រីបរិវារចេញទៅលុះទៅដល់ក៏ឲ្យធ្វើព្រះពន្លាស្នាក់ក្រសាលនៅទីមាត់បឹងនោះឮតែសាប់សូរត្រដោកគោត្រដោកក្របីស្ដេចតុលក៏នឹកភ្នែកអាណិតខ្លួនកាលនៅជាខ្ញុំសេដ្ឋីដែលគេប្រើឲ្យខ្វៀលក្របីហើយក៏ទ្រង់ព្រះកន្សែងផ្សឹកសួលព្រះមហេសីសួរថាព្រះអង្គហេតុអ្វីក៏ទ្រង់ផ្សឹកសួលម្លេះស្ដេចតុលប្រាប់ព្រះនាងមហេសីតាមត្រង់ថាលាក់បាំងអីម្ចាស់អូនហើយខ្លួនបងនេះមិនមែនកូនសេដ្ឋីទេពីដើមបងជាខ្ញុំសេដ្ឋីគេប្រើឲ្យខ្វៀលគោក្របីឥឡូវឮត្រដោក
គោត្រដោកក្របីបងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំព្រះមហេសីបានឮថាជាខ្ញុំសិទ្ធិក៏មានចិត្តតមនាស់ក្នុងប្រតិពុនពេកថាអោព្រះវររាជបិតាពុំគួរផ្សំគុំកូនផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះខ្ញាល់ហើយក៏នាំស្ដេចតុលនិងស្រីបរិវារដែលតាមហែទៅទាំងប្រមាណត្រឡប់ចូលព្រះរាជវាំងវិញចូលក្រាបទូលវររាជបិតាមាតាតាមរឿងដែលស្ដេចតុលយំគ្រប់ប្រការស្ដេចជាបិតាមាតាទ្រង់ជ្រាបហើយទ្រង់ក្រោធពុនប្រមាណទ្រង់ត្រាស់ឲ្យហៅសិទ្ធិទាំងប្តីប្រពន្ធមកដៀលថ្មាស់ជាទម្ងន់ហើយប្រគល់ស្ដេចតុលឲ្យទៅសិទ្ធិប្តីប្រពន្ធនាំយកទៅផ្ទះវិញឯរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញសិទ្ធិប្តីប្រពន្ធនាំអាតុលទៅដល់ផ្ទះហើយជេវីថ្មាស់ទេសដៀលលែងរាប់អានជាកូនឲ្យអាតុលខ្វៀលគោក្របីទុកជាខ្ញុំដូចដើម